你做什么工作？你的爱好是什么？你住在哪里？你想做什么？大家好សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំលើកយកមេរៀនភាសាចិនមកចែកម្លែកដល់អ្នកទាំងអស់គ្នាបន្តទៀតអញ្ចឹងថ្ងៃនេះយើងរៀនអំពីប្រយោគសួរសំណួរបន្តទៀតអញ្ចឹងពាក្យដំបូងនេះយើងអានថា你做什么工作你做什么工作តើអ្នកធ្វើការងារអ្វីនេះយើងប្រែថាអ្នកជួយើងប្រែថាធ្វើ什么យើងប្រែថាអ្វី工作យើងប្រែថាការងារ你做什么工作តើអ្នកធ្វើការងារអ្វី你做什么工作តើអ្នកធ្វើការងារអ្វីប្រយោគបន្តទៀតយើងអានថា你喜欢什么你喜欢什么តើអ្នកចូលចិត្តអ្វីនេះយើងប្រែថាអ្នក喜欢យើងប្រែថាចូលចិត្ត什么យើងប្រែថាអ្វី你喜欢什么តើអ្នកចូលចិត្តអ្វី你喜欢什么តើអ្នកចូលចិត្តអ្វីប្រយោគបន្តទៀតយើងអានថា这是什么这是什么តើនេះជាអ្វី这是នេះគឺជា什么អ្វី这是什么តើនេះជាអ្វី这是什么តើនេះជាអ្វីប្រយោគបន្តទៀតយើងអានថា那是什么那是什么តើនោះជាអ្វី那是នោះជា什么ប្រែថាអ្វី那是什么តើនោះជាអ្វី那是什么តើនោះជាអ្វីប្រយោគបន្តទៀតយើងអានថា你的爱好是什么你的爱好是什么តើចំណង់ចំណូលចិត្តរបស់អ្នកជាអ្វីនេះយើងប្រែថាអ្នកតើយើងប្រែថារបស់អាយយើងប្រែថាស្រឡាញ់ហៅយើងប្រែថាល្អចឹងអាយហៅយើងប្រែថាចំណង់ចំណូលចិត្ត是យើងប្រែថាបាទឬក៏ចាស់ឬក៏មែន什么យើងប្រែថាអ្វី是什么ជាអ្វី你的爱好是什么តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វីប្រយោគបន្តទៀតយើងអានថា你喜欢什么颜色你喜欢什么颜色នេះយើងប្រែថាអ្នក喜欢យើងប្រែថាចូលចិត្តឬក៏ស្រឡាញ់什么យើងប្រែថាអ្វី颜色យើងប្រែថាពណ៌你喜欢什么颜色តើអ្នកចូលចិត្តពណ៌អ្វី你喜欢什么颜色តើអ្នកចូលចិត្តពណ៌អ្វីប្រយោគបន្តទៀតយើងអានថា你住在哪里你住在哪里នេះយើងប្រែថាអ្នក住在យើងប្រែថារស់នៅ哪里យើងប្រែថាឯណា你住在哪里តើអ្នករស់នៅឯណា你住在哪里តើអ្នករស់នៅឯណាឬក៏អ្នករស់នៅទីណាណាលីយើងអាចបកថាទីណាប្រយោគបន្តទៀតយើងអានថា你家有多远你家有多远នេះយើងប្រែថាអ្នកជាយើងប្រែថាផ្ទះយោយើងប្រែថាមាន多远ចម្ងាយ你家有多远តើផ្ទះអ្នកចម្ងាយប៉ុន្មាន你家有多远តើផ្ទះអ្នកមានចម្ងាយប៉ុន្មានប្រយោគបន្តទៀតយើងអានថា你想要什么你想要什么នេះយើងប្រែថាអ្នក想យើងបកបាន3យើងបកថាគិតនឹកចង់
ย่อយើងបកប្រែថាត្រូវការ想要គឺចង់បាន什么យើងប្រែថាអ្វី你想要什么តើអ្នកចង់បានអ្វីប្រយោគបន្តទៀតយើងអានថា你想做什么你想做什么你យើងប្រែថាអ្នក想យើងអាចបកបាន3នឹកគិតចង់做យើងប្រែថាធ្វើ什么យើងប្រែថាអ្វី你想做什么តើអ្នកចង់ធ្វើអ្វី你想做什么តើអ្នកចង់ធ្វើអ្វីចឹងយើងមកអានប្រយោគយើងសារឡើងវិញ你做什么工作你做什么工作តើអ្នកធ្វើការងារអ្វី你喜欢什么你喜欢什么តើអ្នកចូលចិត្តអ្វី这是什么这是什么តើនេះជាអ្វី那是什么那是什么តើនោះជាអ្វី你的爱好是什么你的爱好是什么តើចំណង់ចំណូលចិត្តរបស់អ្នកជាអ្វី你喜欢什么颜色你喜欢什么颜色តើអ្នកចូលចិត្តពណ៌អ្វី你住在哪里你住在哪里តើអ្នករស់នៅឯណា你家有多远你家有多远តើផ្ទះអ្នកឆ្ងាយប៉ុន្មាន你想要什么你想要什么តើអ្នកចង់បានអ្វី你想做什么你想做什么តើអ្នកចង់ធ្វើអ្វីចឹងការចែកម្លែកមេរៀនភាសាចិនរបស់ខ្ញុំបានដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តការចែកម្លែករបស់ខ្ញុំកុំភ្លេចជួយ share វីដេអូនេះបន្តផងអរគុណជួបខ្ញុំនៅមេរៀនក្រោយៗទៀតបាយបាយ